សំណាប់ខ្ញុំគោរពជំរាបសួរលោកអ្នកនិងអរគុណគាត់ដែលបានទេសនាបាទខ្ញុំនិយាយពាក្យថាសំណាប់ជាពាក្យភាសាស្រងដែលដោក្នុងឆ្នាំណាភាសាពាក្យពាក្យកម្រិតនៃបុរាណថាសំណាប់យងដៃស្រីយងប្រុសយងប្រុសបាទក៏មានអត្ថន័យរៀបថៃហែទេលោកអ្នកបាទបើសំណាប់ល្អតែយងដៃស្រីដែលមានសន្ទុះអលូតល្អណាព្រោះវាសន្ទុះលូតល្អដូចនេះបាទប៉ុន្តែបើសំណាប់អត់ទោះបីស្រីមានជីសន្ទុះក៏អត់មានជីហ្នឹងសន្ទុះក៏អត់នេះសំណាប់អត់បាទฉะนั้นก็មានពាក្យបន្តទៅថាប្រុសមានប្រពន្ធត្រឹមត្រូវទោះបីใครក្រក៏ត្រឹមត្រល្អមើលត្រឹមត្រល្អមើលនឹងលោកនេះបាទបើប្រពន្ធអត់បើប្រពន្ធអត់ទោះបីប្តីប៉ិនរោត្រឹមធន់យ៉ាងណាពុំអាចលើកាន់ឋានៈជាអ្នកក្រិនបើបានឡើយខាត់ពីខាងបាទពាក្យនេះអត់មានបកប្រែអីទៀតទេបាទគឺនៃត្រង់នៃធៀបនៅក្នុងនេះទាំងអស់បាទតែសម្រាប់លោកអ្នកនឹងធ្វើពិចារណាថាតើណាយកជាការពិចារណាបានតើណាយកមិនបានខុសត្រូវខ្ញុំអត់ដឹងទេខ្ញុំមិននិយាយទេបាទខ្ញុំនិយាយតាមប្រភពអាទារបស់របស់សម្រាប់ជួនតែប៉ុណ្្នឹងអរគុណគឺពួកអីខ្លះច្រើន